មលោកព្រះធម៌ទឹកដីជនបទកត់ត្រារឿងពិតប្រវត្តិជីវិតកម្មកសិករភូមិចាមគុំចាមដាមជើងអ្នកក្រខំប្រឹងត្រដចិញ្ចឹមកូនចៅលោកឪពុកប៉ែនខុនអ្នកបដាយអុចលួនតស៊ូអត់ធន់ភ្លៀងខ្យល់ថ្ងៃក្តៅកូន8នាក់រស់រៀននិតនៅព្រះរស់ត្រើយផ្លូវមហាគុណធ្ងន់ឆ្នាំ2001 8មករាសាងភ្នំសិក្ខាសាមណេរវងតនវត្តសិរីឧត្តមបណ្ដុំថ្នាបនព្រះពុទ្ធត្រាស់មុនក្បួនច្បាប់ដីកាកំពួងត្របែកផ្នែកនៃព្រៃវែងដឹកនេះមិនលែងចាំជាប់ចិនដាអរគុណបរិស័ទជនជាខេមរាព្រះពុទ្ធសាសនាបំភ្លឺផ្លូវខ្ញុំឆ្នាំ2001 8មករាសាងភ្នំសិក្ខាសាមណេរវងតនវត្តសិរីឧត្តមបណ្ដុំថ្នាបនព្រះពុទ្ធត្រាស់មុនក្បួនច្បាប់ដីកាកំពួងត្របែកផ្នែកនៃព្រៃវែងដឹកនេះមិនលែងចាំជាប់ចិនដាអរគុណបរិស័ទជនជាខេមរាព្រះពុទ្ធសាសនាបំភ្លឺផ្លូវខ្ញុំ